លបែងស៊ីសងខុសច្បាប់ជាច្រើនកន្លែងស្ថិតនៅភូមិសាស្ត្រឃុំទុំរីងស្រុកសណ្ដានខេត្តកំពង់ធំនៅបន្តបើកលេងតាមតែអំពើចិត្តដោយគ្មានគ្រូបាអាចារ្យណាប្រដៅព្រះអង្គបានឡើយហាងលក់ម៉ូតូហង្សកានមានលក់ចេញទិញចូលម៉ូតូនិងរថយន្តគ្រប់ស៊េរីខេត្តកំពង់ធំសង្គមមួយដែលពោរពេញទៅដោយសុខសុវត្ថិភាពគ្មានអំពើចោរកម្មគ្មានភាពអសន្តិសុខគឺជាក្តីប្រាថ្នារបស់ពលរដ្ឋដែលរស់នៅក្នុងសង្គមនោះការកើតមានល្បែងស៊ីសងខុសច្បាប់ក៏ជាផ្នែកមួយដែលនាំឲ្យមានអសន្តិសុខក្នុងសង្គមដែលកើតចេញពីអំពើឆក់ប្លន់និងអំពើផ្សេងៗទៀតដែលប្រព្រឹត្តដោយជនដែលបានខាតបង់ប្រាក់កាសដោយសារតែការលេងល្បែងស៊ីសងការចូលរួមទប់ស្កាត់និងការបង្ក្រាបល្បែងស៊ីសងខុសច្បាប់គឺជាវិធានការដ៏ចាំបាច់ដែលអាជ្ញាធរមានសមត្ថកិច្ចត្រូវខិតខំពង្រឹងនិងអនុវត្តឲ្យបានខ្ជាប់ខ្ជួនដើម្បីធានាបាននូវសុខសុវត្ថិភាពនិងសុខសន្តិសុខក្នុងសង្គមដើម្បីឲ្យប្រជាពលរដ្ឋរស់នៅប្រកបដោយសុខដុមរមនាជាក់ស្ដែងកាលពីរសៀលថ្ងៃទី15ខែមីនាឆ្នាំ2025កន្លងទៅនេះភ្នាក់ងារអ្នកសារព័ត៌មានយើងបានចុះទៅដល់ទីតាំងសីវៀនប្រជុលមន់មួយកន្លែងដែលស្ថិតនៅក្នុងចំការកស៊ូក្រោយវត្តទំអស្ថិតក្នុងភូមិទំអឃុំទុំរីងស្រុកសណ្ដានខេត្តកំពង់ធំតែត្រូវក្រុមញៀនល្បែងទាំងនោះហាមឃាត់មិនអនុញ្ញាតឲ្យចូលទៅដល់នោះទេដោយភ្នាក់ងារសារព័ត៌មានយើងគិតពីសុវត្ថិភាពផ្ទាល់ខ្លួនទើបយើងចេញមករាយការណ៍ជូនមន្ត្រីជំនាញដែលមានសមត្ថកិច្ចតាមរយៈក្រុម Telegram ជជែកព័ត៌មានខេត្តកំពង់ធំមួយសន្ទុះក្រោយមកក៏ឃើញអ្នកលេងល្បែងស៊ីសងទាំងនោះផ្អើលឈូឆររត់ខ្ចាស់ខ្ចាយបាត់អស់ទើបឃើញកម្លាំងសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលឃុំទុំរីងចុះទៅដល់ទីតាំងក៏ឃើញតែស្លាកស្នាមនិងសម្រាមតែប៉ុណ្ណោះក្នុងករណីមានការលេងល្បែងស៊ីសងខុសច្បាប់តាមតែអំពើចិត្តដោយគ្មានគ្រូបាអាចារ្យណាប្រដៅព្រះអង្គបានដូចនេះតើស្ថាប័នណាជាអ្នកមានសមត្ថកិច្ចក្នុងការបង្ក្រាបតើអ្នកលេងល្បែងស៊ីសងនិងម្ចាស់ទីតាំងដែលបើកល្បែងស៊ីសងដោយខុសច្បាប់នោះទៀតសោតនឹងត្រូវទទួលទណ្ឌកម្មអ្វីខ្លះបើយោងតាមអ្នកយាមផ្លូវឲ្យកំពុងលេងល្បែងស៊ីសងបានបញ្ជាក់ថាសីវៀនប្រជុលមន់នេះហ៊ុនគ្នាចំនួន5ទៅ6នាក់ទើបអាចដំណើរការបានហើយបើលេងតែប្រជុលមន់តែមួយមុខមិនរួចខ្លួនទេបើមិនមានលេខបៀអាប៉ោងនិងក្រឡុកខ្លះឃ្លោកផងនោះចំណែកឯលោកឈុតភិរិយហៅជំសានជាមន្ត្រីកងរាជអាវុធហត្ថទើបតែចូលនិវត្តន៍ឡើងជាឧត្តមសេនីយ៍ត្រីលោកបានអះអាងប្រាប់ភ្នាក់ងារសារព័ត៌មានយើងថាសៃវៀនប្រជុលមន់ខាងលើនេះគឺជារបស់លោកបើកលេងក្រនកំដរអត់សុកតែប៉ុណ្ណោះចំណែកឯល្បែងស៊ីសងយូគីមិនមែនជារបស់លោកទេលោកគ្រាន់តែមានភាគហ៊ុនជាមួយតែប៉ុណ្ណោះចំណែកឯមន្ត្រីប៉ុស្តិ៍រដ្ឋបាលឃុំទុំរីងលោកបានឆ្លើយនៅទីតាំងជាក់ស្ដែងថាមកពីល្បែងនេះគេលេងចល័តទើបកម្លាំងយើងចាប់មិនបានបើយោងតាមប្រភពព័ត៌មានដែលយើងទទួលបាននៅក្នុងឃុំទុំរីងមិនមែនមានតែល្បែងស៊ីសងប្រជុលមន់ផ្ទាល់ដីតែប៉ុណ្ណោះទេមានទាំងល្បែងស៊ីសងប្រជុលមន់តាមអនឡាញបៀអាប៉ោងយូគីដែលមានចំនួន4ទីតាំងទៀតគឺនៅភូមិទំអមួយទីតាំងនៅភូមិខោមួយទីតាំងនៅភូមិក្បាលដំរីមួយទីតាំងនិងនៅតំបន់អូក្រញូងមួយទីតាំងដែលគេស្គាល់យ៉ាងច្បាស់ថាជារបស់លោកធីសហការជាមួយនឹងលោកឈុតភិរិយហៅចំសានសរុបទាំងអស់ទីតាំងល្បែងស៊ីសងទាំងល្បែងប្រជុលមន់អនឡាញនិងល្បែងស៊ីសងប្រជុលមន់ផ្ទាល់ដីព្រមទាំងល្បែងស៊ីសងប្រភេទយូគីមានចំនួន6ដែលទីតាំងទាំងនោះស្ថិតនៅមិនឆ្ងាយពីរដ្ឋបាលប៉ុស្តិ៍ឃុំទុំរីងនោះទេបើយោងតាមច្បាប់ស្តីពីការបង្ក្រាបល្បែងស៊ីសងឆ្នាំ1996មាត្រា1ត្រូវហាមឃាត់ជាដាច់ខាតការលេងល្បែងស៊ីសងគ្រប់ប្រភេទនៅគ្រប់ទីកន្លែងទូទាំងប្រជាណាចក្រកម្ពុជាលើកលែងតែទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាលក្នុងករណីមានការបើកកន្លែងលេងល្បែងស៊ីសងគ្រប់ប្រភេទដោយខុសច្បាប់ឬគ្មានការអនុញ្ញាតពីរាជរដ្ឋាភិបាលនោះការចុះទៅបង្ក្រាបនិងការទប់ស្កាត់ជាសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃចំពោះអ្នកលេងល្បែងស៊ីសងដោយខុសច្បាប់នឹងត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី10000រៀលដល់50000រៀលឬដាក់ពន្ធនាគារ1សប្តាហ៍ដល់1ខែក្នុងករណីពុំរៀងចាលត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី50000រៀលដល់500,000រៀលនិងត្រូវដាក់ពន្ធនាគារ
ពី1ខែដល់1ឆ្នាំចំពោះអ្នកបើកកន្លែងលេងល្បែងស៊ីសងអ្នកកាន់កាប់ល្បែងស៊ីសងអ្នកចាត់ចែងនិងភ្នាក់ងារស៊ីសងត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី5លានរៀលដល់20លានរៀលនិងដាក់ពន្ធនាគារពី1ឆ្នាំដល់5ឆ្នាំក្នុងករណីពុំរៀងចាលត្រូវផ្តន្ទាទោសពិន័យជាប្រាក់និងដាក់ពន្ធនាគារដូចខាងលើនេះជាអតិបរមាសរុបមកការបង្ក្រាបនិងការទប់ស្កាត់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទក្នុងប្រទេសកម្ពុជាជាសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃចំណែកឯអ្នកលេងល្បែងស៊ីសងអ្នកបើកកន្លែងលេងល្បែងស៊ីសងអ្នកកាន់កាប់ល្បែងស៊ីសងអ្នកចាត់ចែងនិងភ្នាក់ងារស៊ីសងនឹងត្រូវទទួលខុសត្រូវជាទោសពិន័យជាប្រាក់និងទោសដាក់ពន្ធនាគារថែមទៀតផងម៉ូតូមួយគ្រឿងថែមជូនកាដូពិសេសដូចជាប្រេងម៉ាស៊ីនមួកសុវត្ថិភាពកន្ត្រកដាក់ខាងមុខកញ្ចក់សម្រាប់មើលក្រោយដាច់រៀនកណ្ដាលស្រោមដៃម៉ូតូស្រោមហ្វ្រាំងកាំងចាប់ការពារកាទះសងខាងភេសជ្ជៈមានទឹកក្រូចមួយកេសស្រាបៀរមួយកេស